បាទសួស្តីវីដេអូនេះធ្វើការបង្ហាញបងប្អូនមួយចំនួនទាក់ទងនឹងការ download រូបភាពពី Facebook Page ណាអញ្ចឹងបងប្អូនមួយចំនួនក៏អត់ទាន់ចេះ download ទេអញ្ចឹងខ្ញុំនឹងធ្វើការលម្អិតទាក់ទងនឹងរបៀប download ទៅលើ Facebook Page ដែលយើង download ទៅលើជារូបភាពណាបាទអញ្ចឹងការ download មុនដំបូងបងប្អូនត្រូវយល់ទាក់ទងនឹង cookie សិនបាទអញ្ចឹងយើងត្រូវមាន account ដែលយើង log in ទៅលើ browser ជ្រុំរបស់យើងសិនមកបាទអញ្ចឹងតាក់ទងអ្នកដែលអត់តន់តម្លើង cookie extension បងប្អូនទៅចុចអានេះណា extension នេះបាទវានឹងតម្លើងទៅលើជ្រុំ editor បាទយើងតម្លើងវាសិនមកតម្លើងវានឹងលោតផ្ទាំងកន្លែងនេះដូចខ្ញុំនេះបងប្អូនណាបាទបងប្អូនយក all sign នេះមកបាទអញ្ចឹងបងប្អូនចូល login account Facebook របស់បងប្អូន refresh មួយមកបាទហើយចូលដងទៀតចុចថា export header string បាទអញ្ចឹងបងប្អូនចូលទៅក្នុង tool download មកបងប្អូនយកទៅ cookie នេះ Facebook បាទបងប្អូនផាស header string mìnhចូលមកបាទ cookie ហ្នឹងណាបាទ save វាមកបាទអញ្ចឹងអានេះខ្ញុំអាចបិទបានអញ្ចឹងតើតើនឹងការ download បាទការ download បងប្អូនអាចទៅរក content ណាបងប្អូនចង់ download ណាបាទឧទាហរណ៍ថានេះ page ខ្ញុំចង់ download យករូបភាពបងប្អូនចូលទៅ page របស់គេមកបងប្អូនយកពាក្យថា photo បាទនេះជារូបភាពដែលបងប្អូនចង់ download បាទអញ្ចឹងរូបភាពទាំងអស់បងប្អូនគ្រាន់តែចុច copy URL ខាងលើនេះបាទហើយផាសនៅខាងប្រអប់ខាងលើនេះមកបងប្អូនចុចថា scrap profile មកឬបងប្អូនចង់បានប្រមាណបងប្អូនវាយចំនួនប៉ុណ្ណឹងបើអត់វាយលេខចូលមានថា download ទាំងអស់ណាបាទអញ្ចឹងងាយស្រួលទេអញ្ចឹងខ្ញុំនឹងចុច scrap តែម្ដងបាទ yes អញ្ចឹងតើតើនឹង function ខាងក្រោមនេះខ្ញុំអត់សម្រាយជូនបងប្អូនទេព្រោះអាចវែងបងប្អូនជាយាមយល់ទៅលើវីដេអូផ្សេងទៀតរៀនតិចម្ដងណាកុំឲ្យវាវែងអញ្ចឹងអ្វីដែលយើងផ្ដោតសំខាន់នៅវីដេអូនេះគឺផ្ដោតទៅលើតែ download រូបភាពពី Facebook Page ទៅមុខទេបាទអញ្ចឹង tool របស់ខ្ញុំគឺ scrap លឿនមែនតើបាទអញ្ចឹងមានរូបភាពប្រមាណវាមកហើយវា scrap មួយរូប1000ក៏វាមកដែរ1000 2000វាមកតាមនឹងដែរណាបាទចឹងខ្ញុំ minimize Facebook Page នេះចោលវិញយើងដឹងថានេះជារូបភាពតែយើងត្រូវដោនណាបាទកុំឲ្យវាផ្ទាំងញញយើងខានអារម្មណ៍បាទអញ្ចឹងមួយ plate scrap បាន5មកជាងហើយអញ្ចឹងវានឹងបន្ត scrap រហូតតតែអស់លើ page ហ្នឹងដែលមានរូបណាបាទអញ្ចឹងតើតើនឹង function អីខាងនេះខាងក្រោមនេះបងប្អូនព្យាយាមប្រើបន្តិចនឹងយល់សិតតែសំខាន់ទាំងអស់ឥឡូវនេះផ្ដោតទៅលើតែ download រូបភាពតែមួយមុខគត់ឲ្យបងប្អូនចេះប្រើសិនព្រោះបើសិនខ្ញុំនិយាយទៅវាច្រើនពេកបងប្អូនខ្លះគាត់អាចវែងបាទវែងអញ្ចឹងគាត់រៀនប្រើមក function ខ្ញុំធ្វើវីដេអូជូនបងប្អូនអាចនឹងឆាប់ចាប់បានជាងអ្វីដែលយើងនិយាយរួមទាំងអស់ណាបាទច្រើន page នេះច្រើនណាបាទវា scrap បានប្រមាណនេះមកដល់ក្រុមសិតតា1000ជាងហើយបាទ page វាជាមានរាប់ពាន់រូបតំណងព្រោះpage មិញធំណាស់ 100k ជាងបាទអូអស់ហើយវាដល់1131វា scrap profile link ឃើញវានឹងចាប់ផ្ដើម download ណាបើសិនជានេះបាទ scrap ថ្មី link មកវាប្រយ័ត្នថា link ហ្នឹងថ្មីអត់ដែរ download ពីមុនមកទេបើសិនជាយើងនេះបើក tick កន្លែងនេះមានថាបើសិនយើងធ្លាប់ download មួយសារទៀតវាប្រាប់ថា link ចាស់ប្រហែល link ថ្មីប្រហែល link ចាស់វាអត់ download ទេវា download តែ link ថ្មីទេណាបាទចឹងបងប្អូនត្រូវយល់ទី option នេះ skip history នេះបាទឃើញ download លឿនមែនតើមក plate មកឲ្យរូបភាពមកណាបាទអញ្ចឹងបងប្អូនអាចមកស្ដាំលើវាក៏បាននេះ direct file ទៅ file វានៅទៅណា folder ហ្នឹងក៏បានបាទឬបងប្អូនបើកតាមនេះក៏បានដែរ open folder នេះក៏ចូលដូចគ្នាដែរបើ direct file វាទៅដល់ file វាឈរតែម្ដងណាអញ្ចឹងនេះរូបភាពយើង download មិញបាទឃើញទេនេះរូបមកនេះតែរូបយើង download មកណា
បាទអញ្ចឹងវាមាន description ឬគឺយើង download បានជាដោយសារខ្ញុំរើសជា file text ទេវែងមានប្រមាណយើងមកទាំងអស់នេះដោយសារខ្ញុំរើសជា file text កន្លែងនេះ ID បូក caption text ណាបាទបើបងប្អូនរើសយកអីបងប្អូនតាមហ្នឹងទៅបាទអញ្ចឹងវីដេអូនេះខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងសង្ឃឹមថាបងប្អូនអាចយកទៅអនុវត្តក្នុងការ download រូបភាពពី Facebook Page បានណាអរគុណច្រើន